តែសាបានដឹងពីសមត្ថភាព admin សុំស្ទង់មតិបងប្អូនទាំងអស់គ្នាបន្តិចតើហុងសវណ្ណច័ន្ទសទ្ធីអាចប៉ះជើងខ្លាំងទាំង4រូបនេះបានដែរឬទេព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទ admin ផ្នែកទៀតហើយនៅវីដេអូព័ត៌មានកីឡាថ្មី admin សូមស្ទង់មតិបងប្អូនទាំងអស់គ្នាបន្តិចតើហុងសវណ្ណច័ន្ទសទ្ធីអាចជួបជាមួយនឹងជើងខ្លាំងគុនខ្មែរក្នុងប្រភេទទម្ងន់60គីឡូក្រាម4រូបនេះបានដែរទេគណៈក្នុងពេលថ្មីនេះគេទើបតែដណ្ដើមខ្សែក្រវ៉ាត់ Boost Strong បានពីអ្នកលេងថងយាមធនផនិតបាទជាមួយគ្នានោះមានក្របីព្រៃពេជ្រសម្បត្តិជាកីឡាករទី1ទី2មាននិកមាសខេត្តបន្ទាយមានជ័យឃីមបូរ៉ាមានរីហ៊ូមាសខេត្តបាត់ដំបងឈុតសេរីវ៉ាន់ថងនិងមានមនុស្សឈើសុកធីតើកីឡាករ4រូបនេះដែលគេចាត់ទុកថាគឺជាកីឡាករ Grade A ហើយហុងសវណ្ណច័ន្ទសទ្ធីគឺជាកីឡាករ Grade B តើហុងសវណ្ណច័ន្ទសទ្ធីអាចជួបជាមួយនឹងអ្នកទាំង4ដែរឬទេបើយើងដឹងនៅលើសង្វៀន Extreme Cambodia គុនខ្មែរក្នុងពេលឆាប់នេះហុងសវណ្ណច័ន្ទសទ្ធីនឹងត្រូវជួបកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំង4ដែល admin បានអារ៉ៃរ៉ាប់ខាងលើគឺនាគមាសខេត្តបន្ទាយមានជ័យឃីមបូរ៉ាអាយយបងប្អូនទាំងអស់គ្នាចឹងគេអាចជួបឃីមបូរ៉ាដែលជា Grade A កីឡាករគីឡូ61បានហើយចឹងនៅ3អ្នកទៀតគឺពេជ្រសម្បត្តិបាទឈុតសេរីវ៉ាន់ថងនិងសុកធីចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចចែករំលែកនិង share និង comment ខាងក្រោមមើលថាអាចជួបបានដែរទេសូមអរគុណ